តើអ្វីជាសេចក្តីថ្លែងការណ៍ពីចក្ខុវិស័យឬ Vision ផ្ទាល់ខ្លួនហេតុអ្វីចាំបាច់ត្រូវសរសេរពីវាតើសេចក្តីថ្លែងការណ៍ចក្ខុវិស័យផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពត្រូវរួមបញ្ចូលអ្វីខ្លះតើមានវិធីសាស្ត្រណាដើម្បីសរសេរពីចក្ខុវិស័យផ្ទាល់ខ្លួនក្នុងវីដេអូមុនខ្ញុំបានបង្ហាញពីគន្លឹះក្នុងការបង្កើតឬកសាងជីវិតដែលយើងស្រមៃបើសិនជាមិនទាន់បានស្ដាប់ឬភ្លេចអាចចូលទៅស្ដាប់ឡើងវិញបានប៉ុន្តែខ្ញុំសូមសំណូមពរឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយកត់ត្រាទុករួចពិចារណាបើវាត្រឹមត្រូវអាចជាប្រយោជន៍សូមធ្វើការអនុវត្តនិងត្រួតពិនិត្យសកម្មភាពរបស់អ្នកជាប្រចាំមុននឹងបន្តចូលដល់ខ្លឹមសារនៃប្រធានបទសូមអ្នកទាំងអស់គ្នាដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗសម្រាប់ជំនួយដល់ជីវិតឲ្យកាន់តែរីកចម្រើនដើម្បីកុំឲ្យខាតពេលតោះយើងចូលទៅខ្លឹមសារនៃប្រធានបទទាំងអស់គ្នាសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យអាចជួយបញ្ជាក់ឲ្យច្បាស់ពីអ្វីដែលជំរុញចិត្តអ្នកនិងផ្ដល់ឲ្យអ្នកនូវអត្ថន័យនៅក្នុងការរស់នៅនិងទិសដៅដែលអ្នកត្រូវបន្តដំណើរទៅមុខទៀតជីវិតនិងការងារជាអាជីពរបស់យើងគឺជាការលាយបញ្ចូលគ្នាដ៏ស្មុគស្មាញនៃធាតុឬរឿងរ៉ាវជាច្រើនពេលខ្លះយើងមានអារម្មណ៍មិនច្បាស់លាស់ថាតើត្រូវធ្វើអ្វីហើយកន្លែងណាដែលត្រូវទៅពេលផ្សេងទៀតយើងមានអារម្មណ៍ថាយើងគួរចាប់ផ្ដើមសារជាថ្មីឡើងវិញដំណោះស្រាយនោះគឺការសរសេរពីសេចក្តីថ្លែងការណ៍អំពីទស្សនៈឬចក្ខុវិស័យផ្ទាល់ខ្លួនអាចជួយបាននៅពេលដែលយើងមើលឃើញថាសកម្មភាពដែលយើងសម្ដែងឬធ្វើចេញមកក្រៅនឹងការចង់បានផ្នែកខាងក្នុងរបស់យើងដូចជាមិនមានទំនាក់ទំនងគ្នាទាល់តែសោះកន្លែងនេះបានន័យថាការចង់បានយើងខុសពីអ្វីដែលយើងធ្វើឧទាហរណ៍យើងមានបំណងចង់និយាយភាសាអង់គ្លេសឲ្យស្ទាត់ជំនាញប៉ុន្តែយើងបែរជាចំណាយពេលទៅមើលរឿងភាគដែលមិននិយាយភាសាអង់គ្លេសឬចំណាយពេលមើល Facebook រាប់ម៉ោងជារៀងរាល់ថ្ងៃទៅវិញឬមិនដែលទាំងចាប់ផ្ដើមនិយាយអានស្ដាប់សរសេរភាសាអង់គ្លេសទាល់តែសោះជារឿយៗយើងមានអារម្មណ៍ធុញថប់និងវង្វេងនៅពេលដែលយើងមិនប្រកាសអំពីគោលបំណងរបស់យើងហើយទោះបីជាជីវិតពោពេញទៅដោយការឡើងចុះក៏ដោយការកំណត់អត្តសញ្ញាណគោលបំណងរបស់អ្នកជួយឲ្យអ្នកផ្លាស់ទីឬធ្វើសកម្មភាពក្នុងទិសដៅដែលស្របនឹងតម្លៃរបស់អ្នកតើអ្វីទៅជាសេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនមានពាក្យស្លោករបស់លោកសេនេកាមិនមានខ្យល់អាកាសអំណោយផលសម្រាប់នាវិកដែលមិនដឹងថាត្រូវបើកទូកទៅទីណានោះទេចូលស្រមៃពីការស្វែងរកត្រីវិស័យដែលអាចប្រាប់អ្នកយ៉ាងច្បាស់ពីកន្លែងដែលអ្នកត្រូវទៅនោះអ្នកអាចជ្រើសរើសបានយ៉ាងងាយស្រួលរវាងទិសដៅមួយទៅទិសដៅមួយទៀតដោយសារតែឧបករណ៍ដ៏អស្ចារ្យនេះហើយនេះពិតជាអ្វីដែលអាចឆ្លើយតបទៅនឹងសំណួរថាអ្វីទៅជាសេចក្តីថ្លែងការណ៍ទស្សនៈផ្ទាល់ខ្លួនសេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនគឺជាសេចក្តីថ្លែងការណ៍ដែលពិពណ៌នាអំពីតម្លៃផ្ទាល់ខ្លួនរបស់អ្នកភាពខ្លាំងរបស់អ្នកនិងគោលដៅរបស់អ្នកវាអាចត្រូវបានផ្ដោតលើជីវិតឬគោលដៅការងារអាជីពហើយវាមានគោលបំណងតម្រង់ទិសអ្នកឆ្ពោះទៅរកក្តីសុបិនរយៈពេលវែងរបស់អ្នកវាគឺជាឧបករណ៍មួយដើម្បីជួយនាំផ្លូវសកម្មភាពរបស់អ្នកនៅពេលដែលការសម្រេចចិត្តសំខាន់ៗត្រូវធ្វើឬជាពិសេសនៅពេលដែលមានការផ្លាស់ប្ដូរគំរូឧទាហរណ៍នៃសេចក្តីថ្លែងការណ៍ទស្សនៈផ្ទាល់ខ្លួនចំនួន7អ្នកអាចធ្វើការសិក្សាអំពីវាជាគំរូហើយអាចធ្វើការសរសេរតាមលំនាំគំរូនេះបានការកំណត់ទស្សនវិស័យផ្ទាល់ខ្លួនរបស់អ្នកត្រូវចំណាយពេល 2-3 ជំហានវាជាដំណើរការផ្ទាល់ខ្លួនហើយសេចក្តីថ្លែងការណ៍របស់មនុស្សម្នាក់ៗគឺមានលក្ខណៈពិសេសផ្សេងៗគ្នានេះគឺជាឧទាហរណ៍ចំនួន7នៃសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួនដើម្បីជំរុញការស្រមើស្រមៃរបស់អ្នកនៅពេលអ្នកបង្កើតវាផ្ទាល់ខ្លួនឯងសូមចំណាំថាទាំងនេះគ្រាន់តែជាគំរូដើម្បីផ្ដល់ឲ្យអ្នកនៅលំនាំប៉ុន្តែសេចក្តីថ្លែងការណ៍របស់អ្នកគួរតែជាអ្វីមួយដែលភ្ជាប់ទៅនឹងភាពពិសេសរបស់អ្នកឧទាហរណ៍ទី1ចក្ខុវិស័យផ្ទាល់ខ្លួនរបស់ខ្ញុំគឺចង់ក្លាយជាអ្នកផ្សងព្រេងពេញមួយជីវិតធ្វើដំណើរជុំវិញពិភពលោកនិងស្វែងរកវប្បធម៌និងបទពិសោធន៍ថ្មីៗខ្ញុំនឹងខិតខំកសាងជីវិតដែលអនុញ្ញាតឲ្យខ្ញុំទទួលយកការចង់ដឹងចង់ឃើញរបស់ខ្ញុំហើយខ្ញុំនឹងទទួលយកហានិភ័យដែលអាចនឹងកើតមានឡើងឧទាហរណ៍ទី2
ខ្ញុំស្រមៃឃើញអនាគតដែលខ្ញុំជាសហគ្រិនជោគជ័យដោយប្រើការច្នៃប្រឌិតរបស់ខ្ញុំដើម្បីបង្កើតផលវិជ្ជមានដល់សង្គមខ្ញុំនឹងខិតខំកសាងជីវិតអាជីវកម្មដែលស្របតាមតម្លៃរបស់ខ្ញុំនិងបង្កើតឱកាសសម្រាប់អ្នកដទៃឧទាហរណ៍ទី3ចក្ខុវិស័យផ្ទាល់ខ្លួនរបស់ខ្ញុំគឺចង់ក្លាយជាអ្នកដឹកនាំនៅក្នុងសាលារៀនក្នុងស្រុករបស់ខ្ញុំដោយប្រើជំនាញដឹកនាំរបស់ខ្ញុំដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានដល់សិស្សានុសិស្សនិងអាណាព្យាបាលសិស្សនៅក្នុងស្រុកខ្ញុំនឹងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍជំនាញរបស់ខ្ញុំនិងបង្កើតឲ្យមានការអភិវឌ្ឍយ៉ាងធំធេងនៅក្នុងសហគមន៍របស់ខ្ញុំឧទាហរណ៍ទី4ខ្ញុំស្រមៃឃើញជីវិតដែលពោរពេញដោយគោលបំណងនិងអត្ថន័យដែលខ្ញុំអាចបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវិតរបស់អ្នកដទៃខ្ញុំនឹងផ្ដល់អាទិភាពដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សជាទីស្រឡាញ់ហើយលះបង់ពេលវេលានិងធនធានរបស់ខ្ញុំដើម្បីជួយអ្នកដែលត្រូវការជំនួយឧទាហរណ៍ទី5ខ្ញុំចង់ជួយទារកឲ្យធំធាត់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាពនិងការសិក្សាអប់រំខ្ញុំមានអារម្មណ៍ថានេះគឺជាអ្វីដែលសំខាន់ពីព្រោះទារកក្នុងថ្ងៃនេះជាមនុស្សពេញវ័យសម្រាប់ថ្ងៃស្អែកហើយទារកដែលមានសុភមង្គលคล้ายជាមនុស្សពេញវ័យដ៏រីករាយឧទាហរណ៍ទី6ខ្ញុំចង់ធ្វើការស្រាវជ្រាវក្នុងវិស័យច្បាប់ខ្ញុំត្រូវបានជំរុញដោយការស្រឡាញ់ចំណេះដឹងនិងការចង់ដឹងចង់ឃើញពីធម្មជាតិអ្វីដែលជំរុញខ្ញុំគឺការដឹងថាដោយសារការស្រាវជ្រាវរបស់ខ្ញុំប្រជាជននឹងរស់នៅក្នុងជីវិតដែលប្រកបដោយយុត្តិធម៌ជាងក្នុងនាមជាពលរដ្ឋឧទាហរណ៍ទី7ខ្ញុំចង់ជួយមនុស្សដែលអៀនឲ្យអាចយកឈ្នះលើការភ័យខ្លាចនៃការនិយាយតាមរយៈការបង្វឹករបស់ខ្ញុំនេះមានសារៈសំខាន់សម្រាប់ខ្ញុំព្រោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានប្រយោជន៍ចំពោះអ្នកដទៃខ្ញុំនឹងខិតខំហ្វឹកហាត់ជំនាញនេះរហូតទទួលបានការទទួលស្គាល់ពីមនុស្សទូទៅអត្ថប្រយោជន៍នៃការបង្កើតសេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនគឺការស្រាវជ្រាវបានបង្ហាញថាសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួនអាចជួយមនុស្សឲ្យឆ្លងផុតពីវដ្តនៃភាពតានតឹងទៅកាន់ជីវិតដែលមានតុល្យភាពឬលំនឹងបន្ថែមទៀតនៅពេលអ្នកស្ថិតនៅក្នុងស្ថានភាព stress អ្នកអាចមានអារម្មណ៍ថាអ្នកមិនអាចគ្រប់គ្រងលើអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតឬអាជីពរបស់អ្នកហើយអាចធ្លាក់ចូលទៅក្នុងអាកប្បកិរិយាផ្អែកលើប្រតិកម្មបានន័យថាយើងនឹងឆ្លើយតបឬប្រតិកម្មតបទៅរាល់ហេតុការណ៍ដែលនឹងកើតឡើងផ្ទុយទៅវិញពេលដែលអ្នកឈានទៅរកស្ថានភាពដែលមានតុល្យភាពជាងនេះអ្នកមានអារម្មណ៍ថាអ្នកអាចគ្រប់គ្រងអារម្មណ៍ពីខាងក្នុងខ្លួនចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតអ្នកនោះអ្នកនឹងមិនមានប្រតិកម្មតបចំពោះរាល់ហេតុការណ៍ណាដែលមិនមានប្រយោជន៍ឬមិនសំខាន់ចំពោះតម្លៃដែលអ្នកបានកំណត់នោះទេនៅក្នុងស្ថានភាពនៃតុល្យភាពឬលំនឹងយើងយល់ថាយើងកំពុងរស់នៅក្នុងជីវិតនិងអាជីពដែលជាលទ្ធផលនៃការសម្រេចចិត្តដែលយើងបានធ្វើតាមពេលវេលាកន្លងមកតែវាមិនមែនមានន័យថាយើងអាចគ្រប់គ្រងលើលទ្ធផលទាំងអស់នោះទេវាតែងតែមានរឿងចៃដន្យដែលប៉ះពាល់ដល់ផែនការរបស់យើងទោះជាយ៉ាងណាក៏ដោយក៏យើងនៅតែជាអ្នកដែលកាច់ចង្កូតនិងជាម្ចាស់នៃការឆ្លើយតបរបស់យើងទៅកាន់ហេតុការណ៍ទាំងឡាយប្រសិនបើការឆ្លើយតបទាំងនោះត្រូវទៅនឹងអ្វីដែលជាយើងនិងតម្លៃរបស់យើងនោះយើងមានអារម្មណ៍រីករាយនិងពេញចិត្តវានេះជាអត្ថប្រយោជន៍ជាក់លាក់ចំនួន5ដែលកើតចេញពីការមានសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួននិងការប្រើប្រាស់វាដើម្បីស្វែងរកតុល្យភាពនៃជីវិតអត្ថប្រយោជន៍ទី1វាធ្វើឲ្យយើងកាន់តែងាយស្រួលធ្វើការសម្រេចចិត្តប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនៃជីវិតឬអាជីពការងារដែលចាំបាច់ត្រូវធ្វើការសម្រេចចិត្តសំខាន់និងស្មុគស្មាញការមានសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួនអាចជាត្រីវិស័យសម្រាប់អ្នកវានឹងរំលឹកអ្នកអំពីគុណសម្បត្តិគុណតម្លៃនិងគោលបំណងខាងក្នុងខ្លួនរបស់អ្នកដែលនឹងជួយអ្នកកំណត់វិធីសាស្ត្រដ៏ល្អបំផុតសម្រាប់អ្នកដើម្បីឲ្យងាយយល់អ្នកអាចសាកល្បងគិតមើលក្នុងកំឡុងពេលរៀនជំនាញ IT ដែលអ្នកស្រឡាញ់នៅឆ្នាំទី3ប៉ុន្តែដោយសារជីវភាពខ្វះខាតវាធ្វើឲ្យអ្នកមានអារម្មណ៍ងាករេអ្នកបានទៅសាកប្រឡងធ្វើគ្រូកីឡាបឋមសិក្សាហើយការប្រឡងរបស់អ្នកគឺទទួលបានលទ្ធផលល្អអ្នកជាប់ជាគ្រូ
កីឡាបឋមសិក្សានោះអ្នកនឹងដល់ដំណាក់កាលសម្រាប់ចាត់ថាត្រូវបោះបង់ការសិក្សានៅឆ្នាំទី3នេះហើយទៅចាប់អាជីពជាគ្រូកីឡាបើសិនជាអ្នកមិនបានកំណត់ពីគោលដៅតាំងពីដំបូងឲ្យបានច្បាស់លាស់ទេថាហេតុអ្វីបានជាអ្នកចង់រៀន IT វានឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះហើយពេលដែលអ្នករៀនចប់អ្នកយកវាទៅប្រើធ្វើអ្វីខ្លះនោះនៅពេលមានការសម្រេចចិត្តជ្រើសរើសរវាងការរៀនបន្តឬទៅធ្វើគ្រូកីឡាមានប្រាក់ខែអ្នកប្រកាសជាទៅធ្វើគ្រូកីឡាហើយអត្ថប្រយោជន៍ទី2វាផ្ដល់ឲ្យអ្នកនៅអារម្មណ៍នៃការមានទិសដៅមួយយើងជាមនុស្សត្រូវមានអារម្មណ៍ថាអ្វីដែលយើងកំពុងធ្វើក្នុងជីវិតនិងការងាររបស់យើងវាមានអត្ថន័យដើម្បីស្វែងរកការលើកទឹកចិត្តសម្រាប់សកម្មភាពទាំងឡាយយើងត្រូវដឹងថាអ្វីដែលយើងកំពុងធ្វើគឺមានតម្លៃក្នុងការធ្វើវាហើយវានឹងនាំយើងទៅកន្លែងណាមួយសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនដែលភ្ជាប់ទៅនឹងចក្ខុវិស័យរបស់អ្នកអាចនាំមកនូវភាពច្បាស់លាស់អំពីកន្លែងដែលអ្នកកំពុងទៅនិងអ្វីដែលអ្នកចង់សម្រេចបានអត្ថប្រយោជន៍ទី3វាជួយអ្នកកំណត់គោលដៅរយៈពេលវែងនិងរយៈពេលខ្លីបើនិយាយអំពីគោលដៅយើងត្រូវបែងចែកទៅជាគោលដៅរយៈពេលវែងនិងរយៈពេលខ្លីបន្ទាប់ពីបង្កើតសេចក្តីថ្លែងការណ៍ចក្ខុវិស័យផ្ទាល់ខ្លួនរបស់អ្នកនឹងមានគោលដៅរយៈពេលវែងច្បាស់លាស់ហើយអ្នកអាចបំបែកទៅជាគោលដៅរយៈពេលខ្លីនិងជំហានដែលអាចអនុវត្តបានដើម្បីសម្រេចបានគោលដៅទាំងនោះគោលដៅរយៈពេលវែងភាគច្រើននឹងនៅតែមានភាពថិតថេរពីមួយឆ្នាំទៅមួយឆ្នាំហើយគោលដៅរយៈពេលខ្លីនឹងមានការផ្លាស់ប្ដូរទៅតាមពេលវេលាឧទាហរណ៍អ្នកមានគោលដៅចង់ក្លាយជាគ្រូភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញម្នាក់អញ្ចឹងវាជាគោលដៅរយៈពេលវែងរបស់អ្នកហើយជាធម្មតាការរៀនបរិញ្ញាបត្រភាសាអង់គ្លេសតែងប្រើពេលចំនួន4ឆ្នាំដូចនេះអ្នកអាចបែងចែកគោលដៅខ្លីៗទៅជាគោលដៅប្រចាំឆ្នាំត្រូវចេះអង់គ្លេសក្នុងកម្រិតណាហើយដើម្បីឈានទៅរកគោលដៅប្រចាំឆ្នាំអ្នកអាចអង្គន់ជាផែនការប្រចាំខែប្រចាំសប្តាហ៍ប្រចាំថ្ងៃជាដើមអត្ថប្រយោជន៍ទី4វានឹងផ្ដល់ឲ្យអ្នកនៅកម្លាំងចិត្តក្នុងកំឡុងពេលពិបាកនៅពេលដែលពេលវេលាកាន់តែលំបាកវាពិបាកនៅក្នុងការរក្សាការលើកទឹកចិត្តនិងបន្តធ្វើការងាររបស់អ្នកឬវិនិយោគនៅក្នុងជីវិតតាមចំណង់របស់អ្នកការមានសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរអាចជួយអ្នករំលឹកខ្លួនឯងអំពីហេតុអ្វីបានជាអ្នកធ្វើអ្វីមួយហើយនាំអ្នកមកលើវិថីដែលអ្នកបានដើរវិញជាធម្មតាដំណើរជីវិតតែងមានរឿងរ៉ាវមករំខានជានិច្ចបើយើងមិនច្បាស់លាស់នៅគោលដៅយើងទេនោះយើងនឹងធ្វើនេះធ្វើនោះតាមពាក្យគេថាអ្នកនឹងមិនមានលំនឹងថាត្រូវធ្វើអ្វីមួយឲ្យប្រកបឲ្យចប់ឲ្យមានជំនាញច្បាស់លាស់មួយឡើយអត្ថប្រយោជន៍ទី5វានឹងជួយអ្នករស់នៅក្នុងជីវិតដែលមានតុល្យភាពឬលំនឹងសេចក្តីថ្លែងការណ៍ដែលសរសេរបានល្អពោពេញទៅដោយទិដ្ឋភាពផ្សេងគ្នានៃជីវិតរបស់អ្នកទាំងជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈផ្លូវអារម្មណ៍និងទិសដៅពីមួយថ្ងៃទៅមួយថ្ងៃការរំលឹកខ្លួនអ្នកអំពីសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់អ្នកនឹងជួយអ្នកឲ្យរស់នៅក្នុងជីវិតដែលមានតុល្យភាពជាងមុនឬមានលំនឹងព្រោះអ្នកច្បាស់ថាខ្លួនត្រូវធ្វើអ្វីមិនអាចងាករេតាមគេថាឬតាមអារម្មណ៍មួយឆាវឡើយតើសេចក្តីថ្លែងការណ៍ចក្ខុវិស័យផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពត្រូវរួមបញ្ចូលអ្វីខ្លះសេចក្តីថ្លែងការណ៍ចក្ខុវិស័យផ្ទាល់ខ្លួនដែលបានបង្កើតឡើងយ៉ាងល្អត្រូវឆ្លើយតបទៅនឹងសំណួរទាំងនេះតើអ្នកចង់ធ្វើអ្វីហេតុអ្វីបានជាអ្នកចង់ធ្វើវាតើអ្នកនឹងធ្វើវាដោយរបៀបណាអ្នកប្រហែលជាត្រូវការពិចារណាពីគុណតម្លៃភាពខ្លាំងនិងជំនាញរបស់អ្នកដើម្បីបង្កើតគោលបំណងឬគោលដៅរបស់អ្នកការគិតពីគុណតម្លៃទាំងនេះនឹងផ្ដល់នូវការយល់ដឹងដ៏មានតម្លៃចំពោះហេតុផលរបស់អ្នកនិងរបៀបដែលអ្នកធ្វើខុសគ្នាពីអ្នកដទៃសេចក្តីថ្លែងការណ៍អំពីទស្សនវិស័យឬចក្ខុវិស័យផ្ទាល់ខ្លួនត្រូវរួមបញ្ចូលនូវធាតុដូចខាងក្រោមទី1ចំណាប់អារម្មណ៍របស់អ្នកតើអ្នកមានចំណង់ចំណូលចិត្តធ្វើអ្វីសេចក្តីថ្លែងការណ៍ចក្ខុវិស័យគួរតែមានចំណាប់អារម្មណ៍និងចំណង់របស់អ្នកអ្វីដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរនិងអ្វីដែលអ្នកនឹងធ្វើជារៀងរាល់ថ្ងៃដោយមិនចេះធុញទ្រាន់ប្រសិនបើលុយមិនមែនជាដើមហេតុ
ធាតុទី2ជំនាញផ្សេងរបស់អ្នកសេចក្តីថ្លែងការណ៍ដែលបានបង្កើតឡើងយ៉ាងល្អគួរតែរួមបញ្ចូលនៅអ្វីដែលអ្នកពូកែវាអាចរួមបញ្ចូលជំនាញវិជ្ជាជីវៈនិងជំនាញផ្ទាល់ខ្លួនដោយផ្អែកលើការសង្កេតផ្ទាល់ខ្លួនរបស់អ្នកនិងផ្អែកលើមតិដែលទទួលបានក្នុងរយៈពេលជាច្រើនឆ្នាំពីសមាជិកគ្រួសារមិត្តភ័ក្តិនិងមិត្តរួមការងារឧទាហរណ៍អ្នកដឹងថាខ្លួនអាចពូកែនៅក្នុងការបង្កើតគំនិតច្នៃប្រឌិតអ្វីដែលថ្មីហើយមនុស្សជុំវិញអ្នកក៏បានទទួលស្គាល់និងសរសើរអ្នកពីភាពច្នៃប្រឌិតទាំងនោះដែរធាតុទី3គុណតម្លៃរបស់អ្នកតើអ្វីខ្លះដែលដឹកនាំដំណើរជីវិតរបស់អ្នកសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលភ្ជាប់ទៅគុណតម្លៃដែលដឹកនាំជីវិតរបស់អ្នកជាធម្មតាពួកវាត្រូវបានបង្ហាញជាទម្រង់ទូទៅមួយដូចជាសេចក្តីស្រឡាញ់ការប្រព្រឹត្តអំពើល្អការជួយមនុស្សការច្នៃប្រឌិតយុត្តិធម៌ចំណេះដឹងឬការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ជាដើមហើយបើគ្មាននូវគុណតម្លៃទាំងនោះចំពោះអ្នកគឺគ្មានន័យអ្វីទាំងអស់ធាតុទី5អ្វីដែលពិភពលោកត្រូវការតើពិភពលោកត្រូវការអ្វីតាមគំនិតរបស់អ្នកចម្លើយចំពោះសំណួរនេះត្រូវតែជាផ្នែកមួយនៃសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់អ្នកព្រោះវាប្រាប់ពីអ្វីដែលសំខាន់សម្រាប់អ្នកនិងអ្វីដែលអាចធ្វើឲ្យមានភាពខុសគ្នាសម្រាប់មនុស្សគ្រប់គ្នាធាតុទី6គោលដៅចុងក្រោយរបស់អ្នកប្រសិនបើអ្នកដឹងថាអ្នកជានរណាអ្វីដែលដឹកនាំជីវិតអ្នកនិងអ្វីដែលពិភពលោកត្រូវការនោះអ្នកត្រៀមខ្លួនជាស្រេចដើម្បីកំណត់គោលដៅរបស់អ្នកនេះគឺជាអ្វីដែលទស្សនវិជ្ជារបស់ជប៉ុនលើកឡើងថាជា Ikigai ដែលជាគោលដៅរយៈពេលវែងដែលស្របតាមគ្រប់វិស័យខាងលើអ្នកជានរណាអ្វីដែលដឹកនាំជីវិតរបស់អ្នកនិងអ្វីដែលពិភពលោកត្រូវការ Ikigai របស់អ្នកអាចផ្ដល់ឲ្យអ្នកនៅអារម្មណ៍នៃការដឹងពីគោលបំណងនិងទិសដៅអ្នកខ្លះហៅវាថាគោលបំណងនៃជីវិតសំណួរមួយចំនួនដែលត្រូវសួរខ្លួនឯងមុននឹងរៀបចំសេចក្តីថ្លែងការណ៍អំពីទស្សនវិស័យ Vision ឬ Goal ផ្ទាល់ខ្លួនរបស់អ្នកការបង្កើតសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួនអាចជាការងារដែលត្រូវការគិតទុកជាមុនទុករយៈពេល10នាទីដើម្បីធ្វើការឆ្លុះបញ្ចាំងមុននឹងធ្វើសេចក្តីព្រៀងវាអាចជួយបំភ្លឺគំនិតរបស់អ្នកនិងស៊ីជម្រៅទៅក្នុងដំណើរការ4ជំហានដែលបានរៀបរាប់ខាងក្រោមនៅទីនោះអ្នកនឹងឃើញសំណួរសំខាន់មួយចំនួនដើម្បីធ្វើការឆ្លុះបញ្ចាំងនិងរៀបចំសម្រាប់ការបង្កើតសេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនតើអ្នកបានធ្វើអ្វីខ្លះតាំងពីអ្នកនៅក្មេងដែលនៅតែផ្ដល់ឲ្យអ្នកនូវការពេញចិត្តយ៉ាងខ្លាំងតើសកម្មភាពទាំងឡាយណាដែលអ្នកមានអារម្មណ៍ថាមានថាមពលពេញលេញនៅក្នុងការធ្វើវាតើអ្នកពូកែខាងអ្វីបើគ្មានតម្លៃណាខ្លះយ៉ាងតិចចំនួន3យ៉ាងច្រើនចំនួន6ធ្វើឲ្យជីវិតអ្នកគ្មានន័យតើពិភពលោកត្រូវការអ្វីតើអ្នកចង់ឲ្យគេចងចាំអ្នកនៅចុងបញ្ចប់នៃជីវិតរបស់អ្នកដូចម្តេចយោងតាមចម្លើយសំណួរមុនតើអ្វីអាចជាគោលដៅជីវិតអាជីពដែលមានន័យពេញលេញសម្រាប់អ្នកយើងបានមកដល់ចំណុចសំខាន់នៃប្រធានបទគឺរបៀបសរសេរសេចក្តីថ្លែងការណ៍ចក្ខុវិស័យផ្ទាល់ខ្លួនចែកចេញជា4ជំហាននេះគឺជាដំណើរការដែលមានភស្តុតាងដោយផ្អែកលើចិត្តវិទូនិងអ្នកស្រាវជ្រាវល្បីឈ្មោះ Robert Dills និង Bob Proctor ដំណើរការទាំងមូលចំណាយពេលប្រហែល40នាទីនៅក្នុងការឆ្លុះបញ្ចាំងនិងសរសេរវាចេញមកបើសិនជាអាចជំហានទាំងអស់ត្រូវធ្វើរួមគ្នាប៉ុន្តែការបំបែកការឆ្លុះបញ្ចាំងទៅជាដំណាក់កាលនឹងមិនមានបញ្ហាដល់ដំណើរការសរសេរវានោះទេជំហានទី1សរសេរពីអនាគតចំណាយពេលប្រហែលជា15នាទីនេះគឺជាដំណាក់កាលមួយដែលអាចអនុញ្ញាតឲ្យមានលំហូរនៃការស្រមើស្រមៃនិងលំហូរនៃភាពច្នៃប្រឌិតរបស់អ្នកចេញមកស្រមៃថាខ្លួនអ្នករស់នៅអាយុ90ឆ្នាំហើយបានរស់នៅក្នុងជីវិតនៃក្តីសុបិននិងបានធ្វើការងារនៅក្នុងក្តីស្រមៃរបស់អ្នកយកក្រដាសមួយសន្លឹកនិងប៊ិចមួយដើមហើយសរសេរពីអ្នកនាពេលអនាគតពិពណ៌នាពីអ្វីគ្រប់យ៉ាងដែលអ្នកបានសម្រេចនៅក្នុងជីវិតផ្ទាល់ខ្លួននិងការងារនិងរបៀបដែលសមិទ្ធផលទាំងនោះធ្វើឲ្យអ្នកមានអារម្មណ៍អស្ចារ្យនិងអ្វីដែលអ្នកមានមោទនភាពបំផុតជំហានទី2ចូលសរសេរបញ្ជីនៃភាពជោគជ័យអ្នកអាចចំណាយពេលប្រហែលជា10នាទីតើអ្នកកំណត់អ្វីជាភាពជោគជ័យ
ចំណាយពេលគិតពីភាពជោគជ័យ4យ៉ាងនៅក្នុងជីវិតរបស់អ្នកពួកគេអាចជារឿងផ្ទាល់ខ្លួនដូចជាការរៀបអាពាហ៍ពិពាហ៍ការធ្វើដំណើរជុំវិញពិភពលោកជាដើមឬពីអាជីពទទួលបានការដំឡើងឋានៈឬរកបានការងារថ្មីជាដើមយកល្អអ្នកអាចបញ្ចូលទាំងពីររឿងផ្ទាល់ខ្លួននិងការងារអាជីពរបស់អ្នកពិពណ៌នាអំពីភាពជោគជ័យរបស់អ្នកអ្វីដែលអ្នកបានធ្វើដើម្បីធ្វើឲ្យវាคล้ายទៅជាការពិតនិងហេតុអ្វីបានជាពួកគេមានន័យសម្រាប់អ្នកជំហានទី3ធ្វើការប្រមូលទិន្នន័យអ្នកអាចចំណាយពេលប្រហែលជា8នាទីនៅក្នុងជំហាននេះយើងចង់ប្រមូលធាតុទាំងឡាយពីសំណេរពីអនាគតនិងបញ្ជីនៃភាពជោគជ័យសូមអានសំណេរទាំងពីរម្ដងទៀតហើយគូសរង្វង់លើពាក្យគន្លឹះដែលតាក់ទងទៅនឹងវិស័យខាងក្រោមបរិស្ថានជំនាញអារម្មណ៍ជំនឿតម្លៃនិងគោលបំណងបរិស្ថាននៅត្រង់នេះសង្កសំដៅទៅលើអ្វីគ្រប់យ៉ាងដែលតាក់ទងទៅនឹងបរិស្ថានដែលអ្នកបានសម័យឧទាហរណ៍ដូចជាភាពកក់ក្ដៅការមានសម្ភារៈគ្រប់គ្រាន់តាមតម្រូវការជាដើមជំនាញសំដៅទៅលើសមត្ថភាពទាំងឡាយដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តភាពច្នៃប្រឌិតជាដើមអារម្មណ៍ពួកគេតាក់ទងទៅនឹងបរិបទនៃអារម្មណ៍អ្នកទំនងជាអាចរកឃើញអារម្មណ៍មួយចំនួនដែលបានពិពណ៌នានៅក្នុងសំណេររបស់អ្នកដូចជាភាពរីករាយការពេញចិត្តជាដើមជំនឿទាំងនេះគឺជាគំនិតរបស់អ្នកដែលបង្ហាញចេញជាទូទៅឧទាហរណ៍ពេលខ្ញុំខំប្រឹងធ្វើការខ្ញុំសម្រេចបាននូវអ្វីដែលខ្ញុំចង់បានឬពេលខ្ញុំសុំជំនួយពីមនុស្សជុំវិញពួកគេគាំទ្រខ្ញុំតម្លៃពួកវាជាគុណតម្លៃដឹកនាំជីវិតជាសកលដូចជាសេចក្តីស្រឡាញ់សេចក្តីសប្បុរសយុត្តិធម៌ជាដើមគោលបំណងវាតាក់ទងទៅនឹងបេសកកម្មរបស់អ្នកប្រហែលជាអាចរកវាឃើញតាមរយៈចម្លើយចំពោះសំណួរថាតើអ្នកចង់ធ្វើឲ្យមានការផ្លាស់ប្ដូរដូចម្តេចនៅក្នុងសង្គមឬពិភពលោកជំហានទី4សរសេរសេចក្តីថ្លែងការណ៍ពីចក្ខុវិស័យរបស់អ្នកប្រហែលជា6នាទីឥឡូវនេះអ្នកមានពាក្យគន្លឹះទាំងអស់ដើម្បីសរសេរសេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនរបស់អ្នកហើយប្រសិនបើអ្នកជាមនុស្សដែលអាចស្រមៃចេញជារូបរាងអ្នកថែមទាំងអាចបង្កើតគំនូរដោយប្រើពាក្យគន្លឹះទាំងនេះប៉ុន្តែសូមលើកទឹកចិត្តឲ្យសរសេរវាក្នុងទម្រង់ជាលាយលក្ខណ៍អក្សរផងដែរដើម្បីឲ្យសេចក្តីថ្លែងការណ៍ចក្ខុវិស័យកាន់តែមានប្រសិទ្ធភាពសូមព្យាយាមសរសេរលម្អិតតាមដែលអាចធ្វើទៅបានគោលបំណងនៃអត្ថបទនេះគឺដើម្បីជួយតម្រង់ទិសអ្នកទៅកាន់សេចក្តីថ្លែងការណ៍ទស្សនវិស័យផ្ទាល់ខ្លួនរបស់អ្នកបន្ទាប់ពីបានស្ដាប់អត្ថបទនេះហើយមានចំណុចសំខាន់ចំនួន3ដែលអ្នកត្រូវចងចាំ 1. សេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យផ្ទាល់ខ្លួនរបស់អ្នកអាចផ្លាស់ប្ដូរតាមឆ្នាំត្រូវប្រាកដថាពិនិត្យមើលវាជាប្រចាំពី1ឆ្នាំទៅ1ឆ្នាំទី2វាមិនចាំបាច់ល្អឥតខ្ចោះនោះទេចាប់ផ្ដើមជាមួយសេចក្តីថ្លែងការណ៍ដែលស័ក្តិសមសម្រាប់អ្នកហើយអ្នកតែងតែអាចធ្វើការផ្លាស់ប្ដូរវាបានប្រសិនបើចាំបាច់ទី3ទុកវានៅកន្លែងចិត្តខ្លួនហើយអានវាជារឿយៗវានឹងជួយអ្នកឲ្យស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់អ្នកប្រសិនបើអ្នកស្ដាប់ហើយវាបានធ្វើឲ្យអ្នកចង់ដឹងចង់ឃើញពីសេចក្តីថ្លែងការណ៍របស់អ្នកសូមចំណាយពេលសម្រាប់ខ្លួនអ្នកហើយចាប់ផ្ដើមការស្វែងរកខ្លួនឯងនិងការមើលឃើញពីអនាគតរបស់អ្នកការចូលរួមនៅក្នុងកិច្ចការងារនេះនឹងជួយអ្នកឲ្យរស់នៅប្រកបដោយភាពច្បាស់លាស់និងដោយមានគោលបំណងអត្ថបទនេះដកស្រង់ចេញពី website betterup.com សូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលយកចិត្តទុកដាក់ស្ដាប់បើសិនជាមានសំណួរឬក៏មានចម្ងល់អាចសរសេរនៅក្នុងប្រអប់ comment សូមអរគុណជួបគ្នានៅវីដេអូបន្តទៀត